ស្លាត់គ្រប់មុខអញ្ចឹងក៏យប់ឡើងខ្ញុំជិះម៉ូតូទៅ Super Duper ដើម្បីទិញគ្រឿងផ្សំដូចជា bacon ហើយជាមួយនឹងប្រហិតក៏យកមកផ្ទះរៀបចំនិងធ្វើ breakfast ញ៉ាំពេលព្រឹកចឹងព្រលឹមឡើងក៏ខ្ញុំចាប់ផ្ដើមកាត់ broccoli ការ៉ុតយើងបកសបកវាមកដោយសារខ្ញុំអត់ប្រើ peeler ខ្ញុំបកក្បិតធម្មតាក៏កាត់វាជ្រុងបែបនេះម្ទេសប្លោកយើងកាត់ក្បាលចេញហើយយើងស្លាយវា2ស្លាយម្ទេសលឿងក៏ដូចគ្នាក៏ខ្ញុំស្លាយ2ស្លាយដែរអានេះគម្រោងរបស់ខ្ញុំយកម្ទេសប្លោកទាំងពីរហ្នឹងដាក់ជៀនពងមាន់ខាងក្នុងពេញប៉ោះយើងប្រើមួយស្លាយដែរប៉ុន្តែយើងកាត់យ៉ាងធំដំឡូងបារាំងកាត់វាជាជ្រុងនិងចុងក្រោយល្ពៅរបស់ខ្មែរយើងក៏ខ្ញុំចាប់ផ្ដើមបកវាបន្ទាប់មកយើងដាំទឹកហើយយើងដាក់អំបិលតិចទៅបន្ទាប់ពីទឹកពុះយើងតម្លាក់បន្លែមើមដែលរឹងចូលសិនដូចមានការ៉ុតមានល្ពៅ broccoli យើងដាក់ក្រោយហើយ bell pepper ម្ទេសប្លោកនឹងយើងដាក់ក៏បានដែរហើយយើងឆ្អិនមួយណាយើងស្រង់មួយនឹងមុនចាប់ដើមស្ទាបដលង broccoli អូខេបន្ទាប់មកខ្ញុំរោយអំបិលបន្តិចម្រេចបន្តិចទុកវាឲ្យត្រជាក់បានចាប់ផ្ដើមយើងយកវាទៅ fry ខ្ញុំប្រើប្រេងអូលីវខ្ញុំជ្រើសរើសវាដើម្បីថាជាប្រេងសុខភាពបន្ទាប់មកខ្ញុំចៀន bacon ហើយជាមួយនឹងប្រហិតបឺតមកខ្ញុំដាក់បន្លែដែលយើងត្រជាក់ហើយហ្នឹងយើងfry វាមួយសាទៀតខ្ញុំស្រង់បន្លែចេញខ្ញុំដាក់ម្ទេសប្លោកអូខេអញ្ចឹងម្ទេសប្លោកខ្ញុំរៀបដាក់ចានឲ្យស្អាតខ្ញុំទុកមួយ decoration ជាមួយនឹងពងមាន់អញ្ចឹងអានេះក៏រួចហើយខ្ញុំចាប់ផ្ដើមរៀបវាដាក់ចានអូខេ bacon ប្រហិតហើយចុងក្រោយនេះbroccoli ដែលខ្ញុំដាក់2តងក្រោយនៅលើហ្នឹងចំពោះសាឡាត់នេះដែរខ្ញុំញ៉ាំអត់មានទឹកសូទេដោយសារទី1មានប្រហិតប៊ឺមានប្រៃចេញពី bacon មាន broccoli មានអីត្រឹមត្រូវបន្ទាប់មកក៏ខ្ញុំខ្ចប់យកមកញ៉ាំនៅកន្លែងធ្វើការដោយសារបើញ៉ាំនៅផ្ទះវាខាត់ពេលវេលាធ្វើការខ្ញុំញ៉ាំនៅកន្លែងធ្វើការតែ5នាទីអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអាហារពេលព្រឹករបស់ខ្ញុំមានប្រភេទគេហៅថា fry salad អូខេអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់អញ្ចឹងចប់មានតែមើលខ្ញុំរហូតដល់ចប់ពេលដែលខ្ញុំញ៉ាំចប់ហើយ detail ពីម្ហូបមួយមុខហ្នឹងអរគុណច្រឡំតាងើបធ្វើបើហូបអាហារហូបអាហារដូចទៅលេងបងผมមកបងសុំបងមិនឌីផឹកមិន
sao mấy mày thế này sao mấy mày thế này trời cái nó cái này để cho nó trừng tra ô tô đấy ai không xong không khám đấy thì đây và trở lên thì mình nhắc đi đặt lại không mà đẹp đó ngon đây gặp bạn ông đẹp đó này cũng tốt bằng tam tầm mót có này có đăng luôn ai mà tí tiêu